ឯកឧត្តមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំបែបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខអតីតក្រុមប្រឹក្សាឃុំស្រុកដែលចូលនិវត្តន៍ស្ថិតនៅស្រុកដំបែខេត្តត្បូងឃ្មុំចំនួន20នាក់នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមលោកជំទាវលោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំបែខេត្តត្បូងឃ្មុំនៅក្នុងឱកាសនោះដែរឯកឧត្តមចៃបូរិនបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលជានាយិកាលសម្ដេចព្រមទាំងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលាថ្លែងនៅក្នុងពិធីសំណេះសំណាលនោះឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អតីតក្រុមប្រឹក្សាស្រុកឃុំទាំងអស់ដែលបានអនុវត្តនាពេលកន្លងមកនិងបានបញ្ជាក់បន្ថែមថាទោះបីក្នុងពេលវេលានេះបងប្អូនទាំងអស់បានចូលនិវត្តន៍ក៏ពិតមែនប៉ុន្តែអាស្រ័យដោយបងប្អូនធ្លាប់មានបទពិសោធន៍នៅក្នុងការដឹកនាំនៅមូលដ្ឋាននេះផ្ទាល់ដូច្នេះសូមឲ្យបន្តចូលរួមផ្ដល់មតិយោបល់ដល់ក្រុមប្រឹក្សាឃុំស្រុកដើម្បីធ្វើឲ្យការដឹកនាំនិងការប្រព្រឹត្តការងារនៅតាមមូលដ្ឋានផ្ទាល់ទទួលបាននៅប្រសិទ្ធភាពខ្ពស់ជាការពិតគុណបំណាច់របស់អស់លោកស្រីនៅក្នុងពេលកន្លងមកបានចូលរួមចំណែកនៅក្នុងការកសាងនៅសមិទ្ធផលជាច្រើនធ្វើឲ្យមូលដ្ឋានរបស់យើងមានការរីកចម្រើនគួរជាទីមោទនៈឯកឧត្តមបានបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្រោមដំបូលនៃសុខសន្តិភាពធ្វើឲ្យប្រជាជនគ្រប់រូបរស់នៅប្រកបដោយសុខសាន្តសាន្តមនុញ្ញផលសន្តិភាពនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងលះបង់បូជាសាច់ស្រស់ឈាមស្រស់របស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលបាននាំនាវាកម្ពុជាមានវឌ្ឍនភាពលើគ្រប់វិស័យហើយរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពប្រកបនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតនៅក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិកន្លងមកហើយបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលបានកំណត់យកមនុស្សជាអាទិភាពចម្បងនៅក្នុងចំណោមអាទិភាពគន្លឹះទាំង5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដើម្បីបម្រើប្រជាជនជាម្ចាស់ឆ្នោតដែលបានផ្ដល់សេចក្តីទុកចិត្តបោះឆ្នោតជូនគណបកប្រជាជនកម្ពុជាដែលបានបន្តដឹកនាំប្រទេសធ្វើឲ្យប្រទេសកម្ពុជាយើងមានការរីកចម្រើនជាបន្តបន្ទាប់និងសម្រេចបាននៅការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុតឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ផងដែរអំពីបច្ចុប្បន្នភាពពាក់ព័ន្ធទៅនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាហើយបានបិជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025វេលាបួសចំនួន3នាក់និងស្លាប់បាត់បង់ជីវិតចំនួន1នាក់នេះជាទង្វើអមនុស្សដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីរវាងនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាធានាធិបតីសហរដ្ឋអាមេរិកជាសាក្សីព្រមទាំងមានការគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិននិងបណ្ដាប្រទេសជាមិត្តដែលស្រឡាញ់សន្តិភាពហើយសូមឲ្យបងប្អូនគាំទ្រចំពោះយុទ្ធសាស្ត្រស្ងៀមតែមិនស្ងាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប្រកបនិយមរបស់សម្ដេចពួកភាពអត់ធ្មត់ដែលនាំឲ្យកម្ពុជាទទួលបានលទ្ធផលជោគជ័យជូនប្រជាជននិងប្រជាជាតិជាទីបញ្ចប់ឯកឧត្តមចៃបូរិនបានប្រគល់ជូននៅអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនដល់អតីតសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ចំនួនការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង7ចំណុចដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទដែលមានដូចជាលួចឆក់ប្លន់ការលក់ជក់និងចែកចាយគ្រឿងញៀនការជួញដូរមនុស្សនិងលបែងស៊ីសងខុសច្បាប់ជាដើមសុខពលៈកុំបីប្រែក្លាយជាបការៈដតីបាននោះឡើយ។